ជំរាបសួរបងប្អូនប្រជាពលរដ្ឋយើងពិសេសបងប្អូនដែលចូលចិត្តហូបទុរេនអ្នកខ្លះគាត់ចូលចិត្តហូបទុរេនម៉ាន់ថងអ្នកខ្លះចូលចិត្តហូបទុរេនភួងមនីអ្នកខ្លះក៏ចូលចិត្តហូបទុរេនរី6លាក់នឹងលាក់ដែលឡែកថ្ងៃនេះគឺជាកិត្តិយសមួយថ្ងៃទី7ខែ6យើងខ្ញុំនេះគឺថ្ងៃទី25ថ្ងៃទី2025ថ្ងៃទី7ខែ6ឆ្នាំ2025យើងនេះក៏មានបងប្អូនយើងដែលមកដល់ចំការទុរេននៅក្នុងខេត្តកំពង់ធំរបស់ខ្ញុំដើម្បីមកទទួលទានទុរេនស្រស់ពិតមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងដើម្បីបញ្ជាក់អំពីថាតើទុរេនរបស់ខ្ញុំមានរសជាតិបែបម៉េចអញ្ចឹងមានប្អូនស្រីគាត់មកពីខាងណាប្អូនស្រីជំរាបសួរប្អូនស្រីចាបាទប្អូនស្រីអញ្ជើញមកខាងណាវិញដែរមកពីខាងស្រុកសដានចាខេត្តកំពង់ធំហើយភូមិឃុំស្អីដែរភូមិកសាំងឃុំសំឡាញ់ស្រុកសំឡាញ់ខេត្តកំពង់ធំបាទហើយប្អូនស្រីជាគ្រូបង្រៀនមែនទេចាបាទបង្រៀននៅសាលាណាអីសាលាណាបរៀននៅសាលាកសាំងបរៀននៅសាលាកសាំងបាទអញ្ចឹងអរគុណច្រើនថ្ងៃនេះមានខាងក្រុមគ្រួសារប្អូនស្រីមកពីខាងស្រុកសណ្ដានខេត្តកំពង់ធំបរៀននៅសាលាកសាំងគាត់បានមកដល់ភ្លុកទុរេនរបស់ខ្ញុំមិញហ្នឹងអស់ប្រហែលគីឡូហើយតែអស់2គីឡូមិញអស់2គីឡូអញ្ចឹងប្អូនស្រីមិញហ្នឹងគឺមកដល់នេះគឺពុះទុរេនម៉ាន់ថងហូបផ្ទាល់ហ្មងនៅចកាកំពង់ធំយើងខ្ញុំនេះគឺចកាចរេនតកាំងសបោព្រៃគប់ខេត្តកំពង់ធំយើងនេះគឺអស់2គីឡូហើយ2គីឡូហ្នឹងប្រហែលអ្នក4នាក់បាទមានន័យថា2គីឡូគាត់ហូបគ្នាគាត់ចំនួន4នាក់5នាក់អញ្ចឹងហេតុអីបាន2គីឡូរហូតដល់5នាក់មូលហេតុអីឆ្ងាញ់បាទឆ្ងាញ់នៅក្នុងហ្នឹងមានរសជាតិអីខ្លះផ្អែមខ្ទិះឈ្ងុយហើយដូចកាពីងដូងល្មួតចាហើយហ្នឹងកាពីងដូងចាបាទអញ្ចឹងបើកន្លងមកធ្លាប់ហូបទុរេនគេឆ្នាំមុនធ្លាប់ចុះប្រៀបធៀបគ្នាយ៉ាងម៉េចទៅខុសគ្នាបន្តិចចាប៉ុន្តែឥឡូវហ្នឹងរសជាតិហ្នឹងទទួលយកបានអត់ទទួលយកបានអញ្ចឹងឆ្ងាញ់ល្មមណាបាទហើយមានអារម្មណ៍អីថាមិនថាអូខ្លាចទុរេនចេះអត់ទេពូបានមកចកាផ្ទាល់បាទអញ្ចឹងបានមកចកាផ្ទាល់អញ្ចឹងក្នុងនាមខ្ញុំជាម្ចាស់ចំការខ្ញុំនឹងចូលរួមហូបជាមួយគាត់បាទនេះគឺជាទុរេនមួយដែលបងប្អូនទាំងអស់គ្នានេះទុរេនរបស់ខ្ញុំបាទខ្ញុំហូបកុំឲ្យថាហូបតែគាត់ហើយខ្ញុំអត់ហូបទេបាទអញ្ចឹងទុរេនរបស់ខ្ញុំដែលខ្ញុំបានផលិតវាគឺខ្ញុំដឹងអំពីរសជាតិខ្ញុំដឹងអំពីគុណភាពទុរេនទាំងអស់នេះគឺសុវត្ថិភាពចំណីអាហារ 100% ហើយថែមទាំងយើងប្រើសុទ្ធតែជីអอร์ហ្គានិកឬក៏ជីសរីរាង្គបាទជាហេតុធ្វើឲ្យរសជាតិវាឆ្ងាញ់ដែលធ្វើឲ្យគាត់5នាក់ក្រុមគ្រួសារគាត់លាងអស់ខ្ញុំប្រើពាក្យលាងអស់សាច់2គីឡូបាទលាងអស់សាច់2គីឡូហើយគាត់បានជម្រាបខ្ញុំមិញហើយថាដោយសាររៀងអៀនបន្តិចទេបើកុំអៀនទេបាទច្រើនជាងនឹងទៀតមកអញ្ជើញជាមួយខ្ញុំបាទអញ្ជើញជាមួយខ្ញុំមកថែមទៀតជាមួយខ្ញុំបាទមកអូនញ៉ាំមកតោះហើយនោះបងអូនស្រីខាងនោះបាទប្រហើវាមកណាពីរដុំទៀតគ្រប់គ្នាបាទអញ្ចឹងខ្ញុំហូបសិនឆ្ងាញ់អត់ឆ្ងាញ់បាទឆ្ងាញ់ខ្ញុំហូបឆ្ងាញ់គាត់វាឡើងទូរសជាតិពិតពីឆ្ងាញ់មែនប៉ុន្តែនៅពេលណាដែលខ្ញុំនិយាយឆ្ងាញ់ដូចថារបស់ខ្ញុំអួតខ្លួនខ្ញុំណាតែបងប្អូនដែលហូបនៅទីនេះអត់មានន័យថាអីគេខ្ញុំអួតហើយយកយើងហ្នឹងមកប្រូឯណាអត់ទេណាបាទយកយើងមកធ្វើជាអីគេ BA ឬក៏ MMO ឯណាអត់ទេណានិយាយការពិតណាចាបាទអញ្ចឹងសង្ឃឹមថាឆ្នាំក្រោយឬក៏ប្រហែលថ្ងៃទៀតយើងនឹងមកចូលរួមហូបទុរេនជាមួយខ្ញុំម្ដងទៀតបាទអញ្ចឹងសូមអរគុណច្រើនសូមជម្រាបលាបាយបាយ